បាទគណៈពេលនេះខ្ញុំបាទកម្ពុជាកូនខ្មែរថតឡាយចេញពីទឹកដីក្រុងបាត់ដំបងវត្តពោក្នុងបាទអញ្ចឹងពេលនេះគឺថ្ងៃគឺជាថ្ងៃកឋិនរបស់ព្រះសង្ឃលោកចេញព្រះសាថ្ងៃទី29ខែ10បាទឥឡូវកំពុងតែមានពិធីរាប់បាតពេលព្រឹកបាទសង្ឃលោកពួនចុះមកពីវេទិកាដើម្បីរាប់បាតហើយមានពុទ្ធបរិស័ទមកពីប្រទេសអូស្ត្រាលីបាទប្រពន្ធកម្ពុជាដែលបានចូលរួមក្នុងការរាប់បាតនៅក្នុងនេះបាទ150អង្គតាមឡើងបច្ច័យពីព្រោះទៅរាប់បាតពេលជាតើមាននៅបាត់ទៅនេះបងប្អូនដល់ដល់មកបែបនេះបាទទៅមកតាមរហទៀតគ្រូទៅតាមមាត់ទៀតមានដ្រូននៅខាងលើទៀតច្រើនដែរបាទច្រើនណាស់បាទបងប្អូនចា៎បាត់យើងវិញខាងការទៅទីបាទទៅទៅចំពោះប្រជុំអាបាតតាមវត្តក្នុងដល់ថ្ងៃអបអរទៀតមកទីចំនួន150អង្គទៅអនុមោទនីដឹកណាប្រសងនៅក្នុងព្រះវិហារទីដែរ150អង្គបាទយើងឡើងទៅខាងឡើងតែទៅចឹងយើងប្រាប់បាទដាក់បាយលោឲ្យប្រទេសបច្ច័យទៅយើងណាប្រទេសទៅក៏អីទៅតាម YouTube បានបាទពីការបំពេញទៀងក៏ដូចជាបានប្រសងសិក្សារៀនសូត្រដែរក៏ដូចយើងបានប្រទេសជារួមមិនអីទេយើងយកឃើញថងយាមនោះយកដាក់ថងយាមទៅទៅហើយប្រសងអង្គខ្លះក៏លោកអត់មានបានយើងដាក់ថងយាមទៅក៏យើងយកតាំងប្រាក់ប្រាថ្នាអនុមោទនីរាប់បាតប្រសងចំនួន50អង្គទាំងអស់ទៅមកអនុមោទនីបងចៅតកាឃើញបងចៅតកាពោវាយករាប់បាតពុទ្ធបរិស័ទចូលរួមទឹកដីបាត់ដំបងយើងច្រើនបាទបងឈឺស្អាតអត់ចាច់បណ្ដាខេត្តផ្សេងបាទបងប្អូនដើម្បីនេះកញ្ញាធ្វើប៉ុនទៀតរួមចាប់នៅផលកុសលតាមសទ្ធាកម្លាំងសទ្ធារៀបរួចបាទច្រើនណាស់បាទវេលាម៉ោង1ថ្ងៃនៅវត្តពោក្នុងបាទបងប្អូនចា៎ប្រគេរំបាទសិនរំបាទទេសនាសម្ដែងធម៌អីទៅសងខាងអាមេបាទឥឡូវកំពុងតែរៀបចំពីជួរបានចិត្តព្រោះលោកមុនតែមកជួរបាទទស្សនា
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ